ឲ្យតាក់ទងជាមួយនឹងលក្ខណៈទាំងលក្ខណៈសំខាន់គេហៅថា major characteristic of behavioral curriculum អានេះតាក់ទងជាមួយនឹងកម្មវិធីសិក្សាមានន័យថាយើងធ្វើកម្មវិធីសិក្សាមួយយើងយកវិធីសាស្ត្រមួយជាគោលតាក់ទងមួយកម្មវិធីសិក្សាព្រោះអ្នកដែលគេសរសេរកម្មវិធីសិក្សាគេត្រូវរកថាតើអ្វីដែលគេបង្រៀនហ្នឹងវាផ្ដោតទៅលើវិធីសាស្ត្រអីអញ្ចឹងបើក្នុងអ្វីនៅក្នុងអ្វីដែលស្រុកខ្មែរយើងអនុវត្តភាគច្រើនយើងផ្ដោតទៅលើគេហៅថា behavioral curriculum ប៉ុន្តែតាក់ទងមួយកម្មវិធីសិក្សាហ្នឹងគេក៏មិនយកតែមួយមុខដែរចង់និយាយថាមានវិធីសាស្ត្រច្រើនអាចថា2អាចថា3អាចថា4 5 6ហ្នឹងចូលគ្នាប៉ុន្តែវាប្រកាសជាមានអាណាមួយដែលធ្ងន់ជាងគេហើយអញ្ចឹងមានថាឥឡូវយើងមើលលក្ខណៈពិសេសគេហៅថា major characteristic of behavioral curriculum ហ្នឹងតាក់ទងជាមួយនឹងការសិក្សាឬកម្មវិធីសិក្សាដែលផ្អែកលើកប្បកិរិយានិយមហ្នឹងវាមានលក្ខណៈទី1គេហៅថា objective based មានន័យថាយើងបង្រៀនគឺផ្អែកទៅលើវត្ថុបំណងគេហៅ everything start with objective គ្រប់យ៉ាងទាំងអស់គឺត្រូវតែចាប់ផ្ដើមជាមួយនឹងវត្ថុបំណងមួយមានន័យថាផ្អែកលើមានន័យថាគ្រប់ទង្វើទាំងអស់សុទ្ធតែមានបំណងហើយចង់និយាយថាក្នុងការបង្រៀនរបស់យើងមានសកម្មភាពច្រើនប៉ុន្តែយើងផ្ដោតទៅលើបំណងមួយអញ្ចឹងមានថាលក្ខណៈទី1របស់ behavioral curriculum ឬក៏ behavioral approach ហ្នឹងគឺផ្អែកទៅលើវត្ថុបំណងផ្អែកមួយទៀតគឺផ្អែកទៅលើគេហៅថាអាចវាស់បានមានន័យថាអ្វីដែលយើងធ្វើបានវាត្រូវតែមានបរិមាណមួយដែលយើងអាចវាស់បានគេហៅថា quantify ណា success can be quantified មានភាពរីកចម្រើនរបស់បងប្អូនដែលធ្វើបានត្រូវតែមានបរិមាណណាមួយដែលគេអាចវាស់បានទី1លក្ខណៈទី1គ្រប់ការបង្រៀនរបស់យើងដែលផ្អោតលើអាកប្បកិរិយានិយមនឹងត្រូវតែបងប្អូនត្រូវតែមានវត្ថុបំណងគ្រប់សកម្មភាពទាំងអស់គឺផ្អែកលើវត្ថុបំណងមិនថាយើងធ្វើអីទេមានវត្ថុបំណងមួយពួននៅពីក្រោយអ្វីដែលយើងចង់ទៅដល់គឺវត្ថុបំណងមួយទៀតគ្រប់ជោគជ័យរបស់យើងប្រមាណដែលយើងធ្វើត្រូវតែវាស់បានហើយអ្វីគ្រប់បែបយ៉ាងត្រូវតែមកតាមដំណើរគេហៅថា sequential មានន័យថាមកតាមដំណើរមានន័យថាយើងបង្រៀនវាតាមជំហានតាមលំដាប់គេហៅ step by step ចឹងបាននៅក្នុងការសរសេរ lesson plan របស់យើងតាក់ទងជាមួយនឹងកិច្ចតែងការបង្រៀនហ្នឹងបងប្អូនទាំងអស់គ្នាឃើញហើយយើងសរសេរក្នុងលក្ខណៈថាជាជំហានអាចជំហានហ្នឹងគឺជាលក្ខណៈមួយគេហៅ sequential ហ្នឹងគឺជាលក្ខណៈរបស់ behavioral approach ហ្នឹងហើយអញ្ចឹងលក្ខណៈទី1លោកគ្រូនិយាយឡើងវិញទី1ត្រូវផ្អែកលើវត្ថុបំណងទី2ត្រូវតែអាចវាស់បានទី3ត្រូវតែមានលំដាប់លំដោយរបស់វាគេហៅថា learning proceed by step by step មានន័យថាការរៀនត្រូវតែដំណើរការជាជំហានមួយទៀតគឺ teacher control មានន័យគ្រូត្រូវតែអ្នកគ្រប់គ្រងគ្រូគ្រប់គ្រងចង់និយាយថា teacher direct learning យើងនឹងហើយគឺជាអ្នកដឹកនាំការរៀនរបស់ក្មេងចំណុចហ្នឹងវាជាចំណុចមួយដែលសតវត្សទី21គេមិនឲ្យធ្វើអញ្ចឹងទេចង់និយាយថាប៉ុន្តែឥឡូវយើងធ្វើអញ្ចឹងមានថាគ្រូដឹកនាំការរៀនរបស់ក្មេងហ្មងអាហ្នឹងណាលក្ខណៈ behavioral approach ពីព្រោះយើងចង់វាស់បានយើងមានវត្ថុបំណងយើងរៀបតាមលំដាប់លំដោយហើយយើងខ្លួនឯងហ្នឹងអូនត្រូវធ្វើមួយទៀតត្រូវដឹកនាំការរៀនរបស់ក្មេងអត់អាចបដោយបានទេចំណុចមួយទៀតលក្ខណៈមួយទៀតគឺទៅថា standardize មានន័យថាត្រូវតែមានចំណុចស្តង់ដារមួយស្តង់ដារមានន័យថាយើងមានចំណុចរួមមួយមិនថាយើងធ្វើអីទេគ្រប់ទង្វើរបស់យើងនឹងវាត្រូវតែមានលក្ខណៈរួមគ្នាចង់និយាយថាយើងធ្វើខុសបើទៅគេហៅថា similar ណាស្តង់ដារមានន័យថាត្រូវមានពាក្យថាស្តង់ដារត្រូវមានចំណុចអីមួយដែលយើងអាចវាស់បានជា goal និយាយរួមថាជា goal អាផ្សេងទៀតនៅកលឹង goal មួយហ្នឹងអាចធ្វើអាផ្សេងបានអាចធ្វើបានកូនសិស្សផ្សេងធ្វើសកម្មភាពផ្សេងគ្នាបានប៉ុន្តែត្រូវតែមានចំណុចរួមមួយដែរมันអាចខុសគ្នាខុសឧទាហរណ៍កូនសិស្សអាចរៀនមាតិកាខ្លឹមសាររៀនណាមេខ្លឹមសារស្តៀងគ្នាអញ្ចឹងត្រូវរកចំណុចរួមមួយចំណុចជាគោលមួយហ្នឹងគឺជាលក្ខណៈពិសេស behavioral approach ហ្នឹងហើយមួយទៀតគេហៅថា accountability oriented មានន័យថាបងប្អូនពាក្យថា accountability oriented មានន័យថាបងប្អូនត្រូវតែមានស្អីមួយដែលជាសំអាងពាក្យថាទទួលខុសត្រូវaccountability យើងបកថាទទួលខុសត្រូវទេប៉ុន្តែនៅក្នុងទទួលខុសត្រូវក្នុងន័យនេះគឺគេចង់និយាយថាជាចំណុចមួយដែលចង់និយាយថាបងប្អូនត្រូវមានផុសតាងអីមួយដែលបង្ហាញពីការសម្រេចស្នាដៃហ្នឹង
ត្រូវតែមានផុសតាងអីមួយដែលបង្ហាញពីការសម្រេចការបង្រៀនមួយហ្នឹងត្រូវតែមាន evidence ឧទាហរណ៍ថាក្មេងគាត់អាចសរសេរ past tense ហ្នឹងបានហើយក្មេងអាចសរសេរបាន5ប្រយោគឬក៏10ប្រយោគចឹងមកត្រូវតែមានផុសតាងបង្ហាញអាហ្នឹងគេហៅថា accountability អញ្ចឹងលក្ខណៈពិសេសរបស់ behavioral approach ហ្នឹងលោកគ្រូនិយាយឡើងវិញទី1ត្រូវតែផ្អែកលើវត្ថុបំណងទី2ត្រូវតែមកតាមលំដាប់លំដោយទី3គ្រូត្រូវតែអាចគ្រប់គ្រងបានគ្រូត្រូវតែដឹកនាំការរៀនឬក៏គ្រប់គ្រងការរៀនគេហៅ teacher control មួយទៀតត្រូវមានកម្រិតស្តង់ដាររួមមួយហើយមួយទៀតត្រូវតែមានផុសតាងបញ្ជាក់ពីការសម្រេចស្នាដៃណាឥឡូវតាក់ទងជាមួយវិធីសាស្ត្របង្រៀនបែបហ្នឹងបែបដែលយើងនិយាយពីលើមកលោកគ្រូនិយាយតាំងពីវីដេអូទី1ហ្នឹងមករដ្ឋាភិបាលតាមប្រទេសមួយគេចូលចិត្តវិធីសាស្ត្រហ្នឹងអាហ្នឹងគេថាមូលហេតុអីបានរដ្ឋាភិបាលចូលចិត្តវិធីសាស្ត្រ behavioral approach ហ្នឹងវិធីសាស្ត្រមួយហ្នឹងហេតុអីពីព្រោះរដ្ឋាភិបាលជារឿយរបស់ប្រទេសមួយ prefer នេះចូលចិត្តកម្មវិធីសិក្សាបែបហ្នឹងពីព្រោះអីគេកម្មវិធីសិក្សាមួយហ្នឹងគឺគេហៅថា produce measurable outcome មានន័យថាអាចបង្កើតលទ្ធផលមួយគេអាចវាស់បានអាហ្នឹងមានចំណុចហ្នឹងដែលធ្វើឲ្យរដ្ឋាភិបាលក្នុងប្រទេសមួយគេចាប់អារម្មណ៍ហ្នឹងមួយទៀត allow standard examination អាចឲ្យរដ្ឋធ្វើការប្រឡងលក្ខណៈស្តង់ដារមួយចង់និយាយថាសិស្សតាមសាលាណាផ្សេងគ្នាតំបន់ផ្សេងគ្នាមិនក៏ដោយយើងមានលក្ខណៈស្តង់ដារមួយហើយចឹងកាលណាយើងស្តង់ដារយើងអាចវាស់រួមគ្នាបានពីព្រោះយើងមានចំណុចរួមគ្នាណាហើយបន្ទាប់មកទៀតតាក់ទងមួយគេហៅថា facilitate accountability អាចសម្របសម្រួលតាក់ទងជាមួយនឹងការទទួលខុសត្រូវបានហើយក៏អាចប្រៀបធៀបបានអាចផ្ដល់ស្តង់ដារកម្រិតស្តង់ដារថ្នាក់ជាតិមួយអញ្ចឹងបានគេសម្រេចយកគោលវិធីយកវិធីសាស្ត្រមកសរសេរនៅក្នុងកម្មវិធីសាស្ត្រឲ្យពួកយើងរៀនលោកគ្រូក៏រៀនពួកយើងក៏រៀនហើយប្រើនៅក្នុងប្រទេសដោយសារមូលហេតុអញ្ចឹងណាប៉ុន្តែវាមានរឿងអញ្ចេះអាវិធីសាស្ត្រដែលយើងរៀនតាក់ទងជាមួយនឹង behavioral approach ហ្នឹងដែលយើងដាក់វាបញ្ចូលក្នុងកម្មវិធីសាស្ត្រហ្នឹងក៏មានការរិះគន់ដែរនេះមានការរិះគន់ដែរគេហៅ critic accuse that behavioral approach assume human learn like a machine អញ្ចឹងពួកខាងអ្នករិះគន់គេថានេះយើងប្រើវិធីសាស្ត្រអាកប្បកិរិយានិយមគេថាមនុស្សយើងស្ដាប់ទៅរៀនដូចម៉ាស៊ីនអញ្ចឹងដូចជាវាបាត់លក្ខណៈជាមនុស្សចង់និយាយថាយើងរៀនដូចជាលក្ខណៈម៉ាស៊ីនអញ្ចឹងគេថាអញ្ចេះវិញគេថា the real learning often involve ការរៀនមែនទេណាគួរតែចាប់ផ្ដើមចេញមកពីអញ្ចេះវិញចេញមកពីការចង់ដឹងរបស់ក្មេងគេហៅថា curiosity ចេញមកពីការចង់ដឹងឬក៏ចេញមកពី imagination ចេញមកពីការសម័យចេញមកពី emotion creativity identify formation critical consciousness នេះអាហ្នឹងលក្ខណៈនៃការរៀនចង់និយាយថាក្មេងវារៀនហើយប៉ុន្តែរៀនគ្រប់យ៉ាងទាំងអស់គឺចេញមកពីគ្រូរៀបចំពីដើមមកតាក់ទងជាមួយនឹងអីផ្សេងហ្នឹងតាក់ទងមួយ behavioral approach ហ្នឹងគេថាមើលទៅដូចជាលក្ខណៈម៉ាស៊ីនអញ្ចឹងមានថាយើងគួរតែចេញមកពីគេហៅថា curiosity ចេញមកពីការចង់ដឹងរបស់ក្មេងបង្រៀនអ្វីដែលក្មេងចង់ដឹងបង្រៀនអ្វីដែលក្មេងស្រមៃបង្រៀនដែលអ្វីដែលក្មេងមានអារម្មណ៍បង្រៀនអ្វីមួយដែលមានការច្នៃប្រឌិតឬក៏បង្រៀនអ្វីមួយឲ្យក្មេងចេះកត់សម្គាល់តាក់ទងជាមួយនឹងព័ត៌មានណាឬក៏បង្រៀនអីមួយឲ្យក្មេងចេះគិតឲ្យវាមានលក្ខណៈស៊ីជម្រៅនេះគេរិះគន់អញ្ចឹងណាគេរិះគន់ទ្រឹស្ដីតាក់ទងជាមួយនឹងគេហៅវិធីសាស្ត្របែប behavioral approach ហ្នឹងព្រោះឥឡូវពិភពលោកជឿនលឿននេះជឿនលឿនប្រមាណចំណុចនេះពិភពលោកយើងរីកចម្រើនតាមលក្ខណៈនេះប្រមាណចំណុចនេះគេចង់ដឹងអីបង្រៀនគេអាហ្នឹងទៅគេសម័យឃើញអីរៀនតាមលក្ខណៈសម័យប្រើអារម្មណ៍ប្រើការច្នៃប្រឌិតទៅណាអញ្ចឹងthe aspect are difficult to measure ប៉ុន្តែអាចចំណុចដែលលោកគ្រូរៀបរាប់ប្រមាណហ្នឹងតាក់ទងជាមួយនឹងការចង់ដឹងតាក់ទងជាមួយនឹងការសម័យតាក់ទងជាមួយនឹងអារម្មណ៍វាពិបាកវាស់ការច្នៃប្រឌិតក៏ពិបាកវាស់អញ្ចឹងបានរដ្ឋាភិបាលប្រទេសមួយឬក៏ក្នុងសាលាគ្រប់សាលគេសម្រេចយក behavioral approach ហ្នឹងដែលគេដូរទៅជា behavioral curriculum ហ្នឹងវាស្រួលក្នុងការវាស់អ្វីដែលនិយាយនេះវាល្អប៉ុន្តែពិបាកក្នុងការវាស់
ពិបាកក្នុងការវាស់អញ្ចឹង these aspects are difficult to measure ចំណុចខាងលើហ្នឹងវាពិបាកក្នុងការវាស់អញ្ចឹងជាលទ្ធផលណា behavioral curricular តើកម្មវិធីសិក្សាតើតមកអាកប្បកិរិយានិយមហ្នឹងអាចគេហៅថា produce student who can មានន័យថាកូនសិស្សគាត់អាចអីគេគាត់អាចរំលឹកព័ត៌មានមកវិញគាត់អាចចងចាំគាត់អាចធ្វើតាមនីតិវិធីគាត់អាចប្រឡងជាប់ចង់និយាយថាបើសួរព័ត៌មានគាត់ចាំព័ត៌មានមានចាំមេរៀនហ្នឹងណាគាត់ចាំមេរៀនគាត់ចាំនីតិវិធីចង់និយាយថាដំណើរការនៃការធ្វើហើយគាត់ក៏ប្រឡងជាប់មានន័យថាកម្មវិធីហ្នឹងគេអាចផលិតបានអញ្ចឹងគេអាចធ្វើក្មេងបាន3ចំណុចហ្នឹងគេធ្វើបានអញ្ចឹងវាលយដែរក្មេងប្រឡងជាប់ក្មេងអាចដឹងពីនីតិវិធីក្មេងចាំព័ត៌មានប៉ុន្តែអ្វីដែលមានបញ្ហាគឺអានឹងធ្វើបាន3អាហ្នឹងមែនប៉ុន្តែវាបាត់អា3នេះធ្វើបាន3បាត់3ចាំមេរៀនចាំ recall information អូខេចាំនីតិវិធីអូខេប្រឡងជាប់អូខេប៉ុន្តែអ្វីដែលបាត់ណាអ្វីដែលក្មេងបាត់ទៅវិញគេហៅថា creative thinker អ្នកគិតមួយដែលមានលក្ខណៈច្នៃប្រឌិតក្មេងគិតរបៀបនេះអត់ច្នៃប្រឌិតទេប៉ុន្តែយើងត្រូវតែធ្វើអាហ្នឹងព្រោះដូចសំណងគាត់និយាយអញ្ចឹងគឺយើងបានអីជាផុសតាងព្រោះយើងរៀនជាលក្ខណៈវិទ្យាសាស្ត្រមានន័យថាអ្វីដែលយើងរៀនគឺត្រូវមានលក្ខណៈវិទ្យាសាស្ត្របើមិនជាយើងចង់មានលក្ខណៈវិទ្យាសាស្ត្រអាលើនឹងហើយ behavioral approach នឹងហើយក្មេងអាច recall information អាច follow procedure អាច pass the test ប៉ុន្តែវាបាត់ creative thinker អ្នកគិតដែលមានការច្នៃប្រឌិតបាត់ innovator បាត់អ្នកបង្កើតថ្មីបាត់អ្នករៀនឯករាជ្យគេហៅថា independent learner រៀនឯករាជ្យមិនបើគ្រូ direct learning teacher direct learning គ្រូដឹកនាំការរៀនអញ្ចឹងរួមមកវិញទ្រឹស្ដីហ្នឹងមិនអូន behavioral approach ត្រូវបានគេមើលឃើញថាកម្មវិធីសិក្សាគឺវាមានលក្ខណៈគេហៅថា scientifically មានលក្ខណៈត្រូវបានគេមើលថាជាប្រព័ន្ធមួយដែលគេត្រូវបានគេ design មានលក្ខណៈវិទ្យាសាស្ត្រមិនអន់ទេណាកុំនិយាយថាលោកគ្រូនិយាយពីលើថានេះសម្រាប់ធ្វើ3បាន3សម្រាប់3មិនអន់ចង់និយាយថា behavioral approach ហ្នឹងណាត្រូវបានគេមើលឃើញថាកម្មវិធីសាស្ត្រភេទហ្នឹងត្រូវបានជាប្រព័ន្ធមួយដែលគេ design មកមានលក្ខណៈវិទ្យាសាស្ត្រហេតុអីបានថាមានលក្ខណៈវិទ្យាសាស្ត្រដោយសារតែ produce គេហៅថា producing specific measurable change in student behavior ត្រូវមានន័យថាអាចបង្កើតអីគេអូនបង្កើតឲ្យមានការផ្លាស់ប្ដូរមួយដែលអាចវាស់បានជាក់លាក់ណាបើក្មេងនឹងដូរអីដូរកាលមុនអត់ទាន់ចេះសរសេរកថាខណ្ឌទេឥឡូវដូរហើយដូរមិនហិចនេះមើលសេបានថ្ងៃមើលឃើញមកស្លឹកនេះស្អាតចេះមានដំណើរតាមជំហានមួយល្អនេះអាហ្នឹងគេហៅដូរអាកប្បកិរិយានេះមុនចូលរៀនអានអក្សរកអត់រួចទេមកពីរៀនវិញដូរអីកូនគ្នាដូរចេះកបាត់ហើយចេះតាំងសរសេរទៀតអាហ្នឹងគេហៅ change មុនចូលរៀនអត់ចេះអក្សរកចេញមកវិញចេះកអាហ្នឹងគេហៅ change ហើយប៉ុន្តែសួរវាស់បានហើយវាស់មិនបានឲ្យសរសេរមើលសេបានអាហ្នឹងគេហៅវាស់បានគេហៅថា producing specific measurable change in student behavior មានន័យថាប្រព័ន្ធមួយហ្នឹងគេ design មកគឺគេអាចបង្កើតលទ្ធផលឬក៏ការផ្លាស់ប្ដូរមួយមានលក្ខណៈជាក់លាក់ហើយអាចវាស់បានទៀតណាអាចវាស់បានទៀតពួកយើងចាំលោកគ្រូមួយផ្លេតអញ្ចឹងចំណុចសំខាន់ទាំងអស់ហ្នឹងដែលគេត្រូវប្រើអីគេតាក់ទងជាមួយនឹងវិធីសាស្ត្របង្រៀនបែប behavioral approach ណាមួយទៀត approach មានច្រើនអ្វីដែលពួកយើងចេះហ្នឹងអ្វីដែលលោកគ្រូបានបង្ហាញហ្នឹងគឺ behavioral approach ឥឡូវយើងធៀបជាមួយនឹង approach មួយទៀតគេហៅថា managerial approach វិធីសាស្ត្របង្រៀនដែរប៉ុន្តែបង្រៀនបែប management ណាពួកយើងយល់ពាក្យថា management ហើយ management មានន័យថាគ្រប់គ្រងឥឡូវបងអូនចាំមើលធៀប behavioral approach ជាមួយនឹង managerial approach មើល managerial approach ក៏វាស្តៀងគ្នាជាមួយនឹង behavioral approach ដែរវាស្តៀងគ្នាសំណួរមួយដែលគេដាក់ជាសំណួរចោតគេថាតើយើងអាចគ្រប់គ្រងសាលារៀនឲ្យមានប្រសិទ្ធភាពដោយរបៀបណា
មានន័យថាគេអត់ខ្វល់មួយសិស្សទេគេខ្វល់ថាឥឡូវគេចង់ឲ្យសាលាមួយណាសាលាហ្នឹងមានប្រសិទ្ធភាពតើយើងអាចគ្រប់គ្រងសាលារៀនមួយឲ្យមានប្រសិទ្ធភាពដោយរបៀបណាហើយកាលណាគេគ្រប់គ្រងសាលារៀនមួយមានប្រសិទ្ធភាពមានន័យថាវាមានប្រសិទ្ធភាពទាំងការរៀនប្រសិទ្ធភាពទាំងការបង្រៀនវាទៅរួមគ្នាទាំងអស់អញ្ចឹងគេលើកជាវិធីសាស្ត្រមួយណាឥឡូវតើយើងគ្រប់គ្រងសាលាហ្នឹងឲ្យមានប្រសិទ្ធភាពយ៉ាងម៉េចអញ្ចឹងគេបង្កើតវិធីសាស្ត្រមួយទៀតគេហៅថា managerial approach managerial approach គេបើសិនតែតទៅមួយវិធីសាស្ត្រគេយើងមើលឃើញថាស្អីក៏ដោយត្រូវតែគេហៅថា something that must carefully plan វាជារឿងមួយឬក៏ជាអ្វីមួយដែលយើងត្រូវធ្វើផែនការឲ្យប្រយ័ត្នណា managerial approach គឺចំពោះកម្មវិធីណាគេថាមេរៀនឬក៏អ្វីដែលយើងត្រូវរៀនត្រូវតែធ្វើផែនការឲ្យប្រុងប្រយ័ត្នត្រូវតែរៀបចំត្រូវតែត្រួតពិនិត្យត្រូវតែវាយតម្លៃគេទៅអញ្ចឹងហ្មងនិយាយរួមថាដូចធ្វើការរោងចក្រអញ្ចឹងឬក៏ដូចយើងធ្វើការក្រុមហ៊ុនអញ្ចឹងមានស្អីមួយដែលគេដាក់ចេញទៅឲ្យត្រូវតែធ្វើផែនការទីមួយត្រូវធ្វើផែនការក្រោយពីធ្វើផែនការត្រូវរៀបចំក្រោយពីរៀបចំហើយយើងត្រូវពិនិត្យមើលវាហើយត្រូវវាយតម្លៃវាអញ្ចឹងវាផ្ដោតវិធីសាស្ត្រនេះmanagerial approach វាផ្ដោតទៅលើគេផ្ដោតទៅលើគេហៅថាតាក់ទងជាមួយ administrate គេហៅថា administration ណាបើសិនបើយើងនេះគេហៅថារដ្ឋបាលពួកយើងយល់ពាក្យថារដ្ឋបាលមានការគ្រប់គ្រងអញ្ចឹងមានការរៀនផ្ដោតទៅលើគេហៅថា administrative side of education ផ្ដោតទៅលើគេហៅថារដ្ឋបាលអប់រំដែរប៉ុន្តែលក្ខណៈរដ្ឋបាលមានន័យថាអប់រំប្រភេទនៃការគ្រប់គ្រងអញ្ចឹង the success of teaching and learning depend not only on good teacher and student but also on effective management អញ្ចឹងពួកខាង managerial approach គេនិយាយថាជោគជ័យនៅក្នុងការបង្រៀនឬក៏ជោគជ័យនៅក្នុងការរៀនវាមិនមែនពឹងផ្អែកទៅលើគ្រូល្អត្រឹមតែគ្រូល្អទេហើយវាក៏មិនពឹងផ្អែកដោយសារតែសិស្សនឹងល្អដែរប៉ុន្តែគេឲ្យតម្លៃមួយគេថាលុះត្រាតែមានការគ្រប់គ្រងមួយដែលមានប្រសិទ្ធភាពអញ្ចឹងកាលណាការគ្រប់គ្រងមួយមានប្រសិទ្ធភាពកូនសិស្សក៏ល្អគ្រូបង្រៀនក៏ល្អព្រោះអាហ្នឹងវាចេញមកពីការគ្រប់គ្រងគេឲ្យតម្លៃទៅលើ management ជាធំវិធីសាស្ត្រហ្នឹងអញ្ចឹងបានគេឲ្យឈ្មោះវិធីសាស្ត្រហ្នឹងគេឲ្យឈ្មោះថា managerial approach គំនិតសំខាន់តាក់ទងមួយកម្មវិធីសិក្សាប្រភេទហ្នឹងគេហៅ curriculum ប្រភេទហ្នឹងគឺគេហៅថា will be successful វាជោគជ័យ when school leader manage people time money facility and resource effectively អញ្ចឹងគេថាកម្មវិធីសិក្សាប្រភេទហ្នឹងអាចជោគជ័យនៅពេលអីគេនៅពេលដែលយើងមានអ្នកដឹកនាំសាលាមួយដែលអ្នកដឹកនាំសាលាគាត់អាច manage people គាត់អាចគ្រប់គ្រងមនុស្សបានគាត់អាចគ្រប់គ្រងពេលវេលាបានគ្រប់គ្រងថវិកាបានគ្រប់គ្រង facility មានតាក់ទងជាមួយនឹងអគារសិក្សាឬក៏ធនធានផ្សេងហ្នឹងមានប្រសិទ្ធភាពអញ្ចឹងនៅពេលដែលគាត់គ្រប់គ្រងរបស់ទាំងអស់ហ្នឹងមានប្រសិទ្ធភាពការរៀនក៏ទទួលបានជោគជ័យហើយបើសិនជាប្រព័ន្ធនៃការគ្រប់គ្រងវាដួលស្អីក៏វាដួលទៅជាមួយដែរវាមានអីនៅទៀតបើប្រព័ន្ធគ្រប់គ្រងមួយដួលគ្រូក៏ដួលសិស្សក៏ដួលខ្លឹមសារមេរៀនក៏ដួលស្អីក៏ដួលអត់មានអីមួយនៅទេអញ្ចឹងទ្រឹស្ដីនេះគេផ្ដោតទៅលើគេហៅថាការដឹកការអប់រំប៉ុន្តែអប់រំប្រភេទគ្រប់គ្រងអប់រំប្រភេទរដ្ឋគេហៅតែលក្ខណៈរដ្ឋបាលណារដ្ឋបាលអញ្ចឹងយើងគិតមើលសំណួរសួរថាឥឡូវយើងយកអាហ្នឹងហ្មងលោកគ្រូល្អអត់យកអាហ្នឹងល្អទេយកទាំងអស់នៅក្នុងកម្មវិធីសិក្សាយើងត្រូវផ្ដោតលើគេហៅថា behavioral approach managerial approach ត្រូវតែមានទៅព្រមដូចយើងគូគំនូមួយអញ្ចឹងណាត្រូវគូដល់គ្រប់លក្ខណៈរបស់វាបានចេញជារូបមួយគូតិចគូភ្នែកគូអីគូគ្រប់លក្ខណៈទៅមើលយល់ហើយអញ្ចឹងតាក់ទងមួយការអប់រំក៏អញ្ចឹងដែរប្រើតែ behavioral approach អត់ managerial approach ក៏ដួលប្រើតែmanagerial approach នេះអត់ប្រើ behavioral approach ក៏ដួលអញ្ចឹងវាទៅព្រមគ្នាអញ្ចឹងបានគេឡាប់គ្នានៅក្នុងកម្មវិធីសិក្សាហ្នឹងគំនិតសំខាន់គឺតាក់ទងជាមួយនឹងការគ្រប់គ្រងឥឡូវកលឹះសំខាន់គេហៅ key concept
ក៏លើកសំខាន់នៅក្នុងតាក់ទងមួយការវិធីសាស្ត្រហ្នឹងគឺទី1គឺគេផ្ដោតលើគេហៅថា leadership ការដឹកនាំចឹង leadership មានន័យថាមាន guide motivate teacher staff and student toward educational goal មានការដឹកនាំនឹង leadership ហ្នឹងគឺជាការមានន័យថាត្រូវនាំមុខហើយត្រូវតែនាំមុខគ្រូបង្រៀនហើយត្រូវតែ motivate teacher ត្រូវតែជំរុញគ្រូបង្រៀនទី1នាំមុខគាត់នាំហើយរុញទៀតមានន័យថានាំទាំងគ្រូបង្រៀននាំទាំងបុគ្គលិកនាំទាំងសិស្សឆ្ពោះទៅកាន់គេហៅថា educational goal គោលដៅនៃការអប់រំមួយណាគេហៅ educational goal ហ្នឹងអញ្ចឹងមេដឹកនាំល្អត្រូវមិនវិញគេផ្ដោតសំខាន់គឺមេល្អត្រូវ set clear vision for school encourage teamwork solve problems make important decision and inspire teacher to perform well មានន័យថាត្រូវកំណត់ទស្សនវិស័យមួយឲ្យច្បាស់លាស់មានន័យថាចង់នាំគ្រូទៅណាសិស្សទៅណាបុគ្គលិកទៅណាអញ្ចឹងគេកំណត់ vision មួយគេកំណត់ទស្សនវិស័យមួយសម្រាប់សាលាដូចអ្នកលក់អញ្ចឹងនៅតាមហាងគេមានគោលដៅរបស់គេលោកគ្រូដូចហាងបើកនៅតកែវថ្ងៃមុននោះផ្សារ Big Show នោះតំណែងគេហៅតំណែងល្អតម្លៃថោកគុណភាពគេខ្ពស់ទី1គុណភាពត្រូវខ្ពស់ណាហើយមិនត្រឹមតែគុណភាពខ្ពស់ទេត្រូវស្អាតទៀតឲ្យស្អាតផងគុណភាពខ្ពស់ហ្នឹងប៉ុន្តែមិនត្រឹមតែស្អាតគុណភាពខ្ពស់ហើយនេះទេហើយថ្លៃទេតម្លៃត្រូវថោកទៀតមនុស្សនាំឲ្យចូលដូចបុណ្យកឋិនអញ្ចឹងចង់មានថាអ្នកដែលបង្កើតផ្សារហ្នឹងគេមានគេ set clear vision គេកំណត់ vision មួយសម្រាប់ផ្សាររបស់គេអញ្ចឹងនាយកសាលាក៏អញ្ចឹងដែរ set clear vision for school មានកំណត់ចក្ខុវិស័យមួយសម្រាប់សាលា encourage teamwork លើកទឹកចិត្តធ្វើម៉េចឲ្យទាំងគ្រូទាំងសិស្សអីទាំងបុគ្គលិកទាំងអ្នកគ្រប់គ្រងអីធ្វើការជា team ធ្វើការជាក្រុម solve the problem ដោះស្រាយបញ្ហាធ្វើការសម្រេចចិត្តសំខាន់មេដឹកនាំព្រោះយើងជាមេដឹកនាំហើយបន្ទាប់មកត្រូវតែជំរុញគ្រូបង្រៀនឲ្យធ្វើសកម្មភាពឲ្យបានល្អអញ្ចឹងអាវិធីសាស្ត្រហ្នឹងគេហៅថាអីគេហៅថា managerial approach ណា managerial approach ដែលវាដណ្ដំសងគ្នាជាមួយនឹង behavioral approach ដែរណាប៉ុន្តែនេះផ្ដោតទៅលើការគ្រប់គ្រងអញ្ចឹងតាក់ទងជាមួយនឹងការធ្វើផែនការណា planning mean design in advance what should be done and how it should be done ពាក្យថាធ្វើផែនការឥឡូវយើងនិយាយថាធ្វើផែនការមិនបើនិយាយថាផែនការខ្ញុំយល់ផែនការវាមានន័យថាឧទាហរណ៍ណាឧទាហរណ៍ថា school planning ការធ្វើផែនការសាលាមួយទី1ត្រូវអីគេ curriculum implementation មានត្រូវអនុវត្តតាមកម្មវិធីសិក្សាអានេះគេធ្វើផែនការមានន័យថាឥឡូវយើងមានកម្មវិធីសិក្សាត្រូវអនុវត្តតាមកម្មវិធីសិក្សាត្រូវតែមានកម្មវិធីលក្ខណៈជា academic program ពួកយើងយល់ពាក្យថា academic ឯណា academic មានន័យថាយើងមានលក្ខណៈស្តង់ដារមួយមានមេរៀនគោលសំខាន់អ្វីដែលយើងយល់ថាជាចំណេះដឹងសំខាន់គេហៅថា academic ណាអញ្ចឹងមានកម្មវិធី academic មួយទៀត school activity មានសកម្មភាពនៅក្នុងសាលារៀនមានតាក់ទងជាមួយនឹងគេហៅ teacher development ការអភិវឌ្ឍគ្រូ student support service មានសេវាកម្មជួយសិស្សអញ្ចឹងសាលាត្រូវដាក់ចេញកម្មវិធីតាក់ទងដាក់ចេញនៅផែនការច្រើនទី1ឧទាហរណ៍ដូចយើងផ្ដល់សេវាកម្មផ្សេងដើម្បីជួយសិស្សមួយទៀតដាក់ចេញនៅសកម្មភាពឬក៏ចំណុចមួយចំនួនដើម្បីអភិវឌ្ឍគ្រូសាលារៀនត្រូវមានសកម្មភាពអីខ្លះកម្មវិធីតាក់ទងមួយ academic អីខ្លះហើយត្រូវដាក់គេហៅថាត្រូវអនុវត្តតាមកម្មវិធីសិក្សាបែបណាណាអញ្ចឹងអាហ្នឹងការធ្វើអញ្ចឹងគេហៅថាយើងកំពុងតែដើរតាមវិធីសាស្ត្រគេហៅថា managerial approach ណាវិធីសាស្ត្រនេះលោកគ្រូគិតថាបងប្អូនទាំងអស់គ្នាដឹងឧទាហរណ៍អានេះគ្រាន់តែជាឧទាហរណ៍ទេណានេះជាឧទាហរណ៍លោកគ្រូមិនបង្ហាញទេប៉ុន្តែគោលសំខាន់គឺដោយអ្វីដែលលោកគ្រូនិយាយខាងលើហ្នឹងគេហៅថា
managerial approach ណា managerial approach បាទនេះជាឧទាហរណ៍អញ្ចឹងតួនាទីឥឡូវយើងមើលតាក់ទងជាមួយនឹងតួនាទីគ្រូធ្វើអីនៅក្នុងវិធីសាស្ត្រហ្នឹងគេថានៅក្នុង in managerial approach teacher are viewed as professional working within organized system អញ្ចឹងតួនាទីគ្រូនៅក្នុងវិធីសាស្ត្រហ្នឹងគ្រូត្រូវបានគេមើលឃើញថា professional មានត្រូវជាអ្នកជំនាញមួយដែលធ្វើការនៅក្នុងប្រព័ន្ធមួយដែលគេរៀបចំទុកហើយណាគ្រូជាផ្នែកមួយនៃប្រព័ន្ធប៉ុន្តែប្រព័ន្ធហ្នឹងសួរប្រព័ន្ធចេញមកពីណាគេហៅថា organized system ប្រព័ន្ធដែលគេរៀបហើយចឹងមេគ្រូជាផ្នែកមួយនៃប្រព័ន្ធជា professional មែនជាអ្នកជំនាញមែនប៉ុន្តែអ្នកជំនាញនេះអត់មានឯករាជ្យទេយើងត្រូវធ្វើការនៅក្នុងប្រព័ន្ធណាឧទាហរណ៍ដូចគ្រូត្រូវដើរតាមកម្មវិធីសិក្សាគ្រូត្រូវអនុវត្តតាមគោលនយោបាយសាលាអាហ្នឹងមានន័យថាធ្វើការក្នុងប្រព័ន្ធហ្នឹងណាកាលណាយើងដើរទៅតាមកម្មវិធីសាគេដាក់ឲ្យមានន័យថាយើងធ្វើការតាមប្រព័ន្ធយើងអនុវត្តគោលនយោបាយសាលាយើងធ្វើការតាមប្រព័ន្ធយើងរៀបចំមេរៀនមានន័យថាយើងក៏ស្ថិតនៅក្នុងប្រព័ន្ធយើងវាយតម្លៃកូនសិស្សយើងរាយការណ៍ពីការរីកចម្រើនមានគ្រូជាផ្នែកមួយនៃប្រព័ន្ធណាផ្នែកមួយនៃប្រព័ន្ធហើយចូលតួនាទីសិស្សធ្វើអីវិញសិស្សគេហៅថា recipient សិស្សគឺជាអ្នកទទួលសេវាកម្មអប់រំហ្នឹងអញ្ចឹងអ្នកទទួលមានតួនាទីធ្វើអីត្រូវចូលរៀនអ្នកទទួលមានតួនាទីធ្វើអីត្រូវដើរតាមច្បាប់របស់សាលាអ្នកចូលរួមត្រូវធ្វើអីទី1ចូលថ្នាក់រៀនដើរតាមច្បាប់សាលាមួយទៀតត្រូវចូលរួមនៅក្នុងសកម្មភាពនៃការរៀនណាចឹងមានថាទាំងអស់ហ្នឹងគឺជាលក្ខណៈរបស់តួនាទីរបស់សិស្សហើយខាងលើដែលលោកគ្រូរៀបរាប់ហ្នឹងគេហៅតួនាទីរបស់អីគេរបស់គ្រូណារបស់គ្រូឥឡូវយើងមើលមកក្រោមបន្តិចទៀតចឹងបើសិនបើនិយាយឲ្យមែនទែនទៅការដឹកនាំសាលាប្រភេទហ្នឹងអាហ្នឹងគេហៅ school វាស្មើនឹង company សាលាវាស្មើនឹងក្រុមហ៊ុនមួយណាហើយនាយកសាលាដូច CEO របស់ក្រុមហ៊ុនអញ្ចឹងគ្រប់យ៉ាងចេញមកពី CEO ក្រុមហ៊ុនមួយចេញមកពី CEO អ្នកដឹកនាំឥឡូវយើងមើលយើងធៀបក្រុមហ៊ុនវាមាន CEO វាមានបុគ្គលិកវាមានអតិថិជនវាមានថវិកាហើយបើសាលាវាមាននាយកសាលាមានគ្រូបង្រៀនមានកូនសិស្សមានលុយរបស់សាលាគេហៅថា school fund ណា school fund អញ្ចឹងមានថាអាហ្នឹង managerial approach វាចម្លងចេញពីការដឹកនាំក្រុមហ៊ុនណាដឹកនាំចេញពីការក្រុមហ៊ុនអញ្ចឹងបាននៅក្នុងតាក់ទងជាមួយនឹងកម្មវិធីសិក្សាប្រភេទហ្នឹងគេត្រូវរៀបចំដំបូងត្រូវរៀបចំផែនការឲ្យច្បាស់លាស់ហើយរៀនណាអ្នករៀបចំផែនការហ្នឹងមេអ្នកដឹកនាំនាយកសាលាហ្នឹង principal អ្នក set goal ហើយកំណត់គោលដៅហើយណាក្រោយពីកំណត់គោលដៅមានផែនការកំណត់គោលដៅត្រូវជំហានទី2គាត់ត្រូវរៀបចំផែនការហ្នឹងឲ្យទៅតាមតំណាក់ណាឧទាហរណ៍គាត់រៀបចំគ្រូបង្រៀនគណិតវិទ្យាដែលមានបទពិសោធន៍ចឹងទៅគាត់ទិញសភៅអីចឹងទៅឬគាត់បង្កើតការប្រឡងអីចឹងទៅនេះអាហ្នឹងគេហៅរៀបចំណារៀបចំជំហានមួយទៀតជំហានទី3គឺតាក់ទងមួយថា budgeting តាក់ទងមួយថវិកាអាហ្នឹងត្រូវលីដែរត្រូវតែលីលោកលីថវិកាសម្រាប់សម្ភារៈបង្រៀនលីថវិកាសម្រាប់ឲ្យគ្រូចូលរួមសិក្ខាសាលាអភិវឌ្ឍខ្លួនលីលោកថវិកាធ្វើយ៉ាងម៉េចឲ្យកូនសិស្សមានការប្រកួតតាមជំហានព្រោះរឿងថវិការឿងលុយនេះអត់អាចដាច់បានចំណុចជំហានទី4គឺ step 4គឺ monitoring មានថាពិនិត្យមើលដាច់អានេះគឺ dual ពិនិត្យមើលចង់និយាយថាយើងលទ្ធផលតេស្តប្រចាំខែយ៉ាងម៉េចហើយការធ្វើសកម្មភាពរបស់គ្រូយ៉ាងម៉េចការចូលរួមរបស់សិស្សបែបណាណាដល់ពេលជំហានទី5យើងចូលទៅដល់វាយតម្លៃគេហៅថា evaluation នៅចុងបញ្ចប់ឆ្នាំនីមួយគឺលទ្ធផលត្រូវតែវិភាគដើម្បីកំណត់ថាតើគោលដៅសម្រេចមិនសម្រេចអញ្ចឹងយើងដឹងថាគោលដៅសម្រេចមិនសម្រេចដល់យើងយកលទ្ធផលមកអីគេមកវិភាគអញ្ចឹងអាហ្នឹងឯងតាក់ទងជាមួយវាជាគុណសម្បត្តិមួយរបស់ managerial approach ណា
គុណសម្បត្តិរបស់វាគឺបង្កើតទៅជាអង្គការចាត់តាំងមួយច្បាស់លាស់ប្រើធនធានមានប្រសិទ្ធភាពជួយធ្វើយ៉ាងម៉េចដើម្បីសម្រេចទៅដល់គោលដៅនៃការអប់រំហើយត្រូវតែធ្វើឲ្យមានគេហៅថាaccountability ធ្វើឲ្យប្រសើរឡើងនៅតម្លាភាពឬការទទួលខុសត្រូវហ្នឹងជាលក្ខណៈហើយវាកាលណាយើងធ្វើអញ្ចឹងមិនវិញគេហៅថា reduce confusion មានតែកាត់បន្ថយគេបើយើងកាត់បន្ថយភាពច្បោកច្បល់ហើយនឹងការធ្វើការស្ទួនគ្នាណាភាពរញ៉េរញ៉ៃហ្នឹងអញ្ចឹងអាហ្នឹង support system school improvement វាជួយទៅដល់ការអភិវឌ្ឍឬក៏ធ្វើឲ្យសាលាហ្នឹងបានល្អប្រសើរជាលក្ខណៈប្រព័ន្ធប៉ុន្តែធ្វើអញ្ចឹងអ្វីដែលមិនល្អតាក់ទងជាមួយនឹង managerial ហ្នឹងអ្វីដែលអត់ល្អហ្នឹងគឺវាហៅថា too much bureaucracy មានន័យថាយើងគ្រប់គ្រងលក្ខណៈគេហៅពីលើមកក្រោមហ្នឹងវាខ្លាំងពេកណាអញ្ចឹងច្បាប់ទម្លាប់ក៏វាច្រើនពេកនីតិវិធីក៏ច្រើនពេកកាលណានីតិវិធីច្រើនពេកច្បាប់ទម្លាប់ថាច្រើនពេកវាដាក់កំហិតគេហៅថា limit teacher creativity គ្រូអត់មានការច្នៃប្រឌិតប្រមាណទេហើយគ្រូបង្រៀនទាំងសិស្សទាំងអីហ្នឹងក៏មិនសូវចេះបត់បែនដែរគេហៅថា reduce flexibility ហើយថ្ងៃខាងមុខទៅពួកគាត់គេហៅថា slow decision making បើមានការសម្រេចចិត្តអីមួយគាត់សម្រេចកាត់យឺតពីព្រោះគាត់ធ្លាប់តែទទួលបានការដឹកនាំការនាំផ្លូវការជំរុញណាការជំរុញអញ្ចឹងវិធីសាស្ត្រហ្នឹងវិធីសាស្ត្រអញ្ចឹង managerial approach ហ្នឹងមិនវិញបើនៅក្នុងកម្មវិធីសាស្ត្រវាគឺជាប្រព័ន្ធមួយដែលវាអាចជោគជ័យបានឬចម្រើនបាននៅពេលដែលមេដឹកនាំសាលាហ្នឹងធ្វើផែនការមានប្រសិទ្ធភាពវាអាចជោគជ័យបានឬចម្រើនបាននៅពេលដែលការរៀបចំហ្នឹងគឺបានល្អលីលក់ថវិកាបានល្អមាន schedule មានគម្រោងមានផែនការហើយនឹងគ្រប់គ្រងធនធានហ្នឹងគឺនិយាយរួមថាបានល្អនេះប្រើប្រាស់វិធីហ្នឹងគោលដៅរបស់យើងគឺយើងចង់សម្រេចគោលដៅនៃការអប់រំ we want to achieve educational goal យើងចង់សម្រេចគោលដៅនៃការអប់រំមួយអញ្ចឹងដើម្បីសម្រេចគោលដៅនៃការអប់រំត្រូវតែមេដឹកនាំសាលាត្រូវធ្វើម៉េចត្រូវធ្វើផែនការត្រូវរៀបចំណាត្រូវដាក់គម្រោងគ្រប់គ្រងធនធាននេះធ្វើអានឹងបានគឺយើងទៅដល់ហើយតាក់ទងជាមួយ managerial approach ហ្នឹងអញ្ចឹងលោកគ្រូសូមបង្ហាញពួកយើងទាំងអស់គ្នាប៉ុណ្ណឹងតាក់ទងជាមួយ managerial approach ហើយអូនទាំងអស់គ្នាអាចធៀបបានជាមួយនឹង behavioral approach ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែងវាទៅទាំងពីរហ្នឹងណាទាំងលើទាំងក្រោមហ្នឹង